ថ្ងៃនេះមកប្រមូលពងមាន់ដើម្បីយកទៅចូលទូភ្ញាស់ឥឡូវមកចូលយកពងមាន់ពីសបុកនាំក្មួយមកយកពងមាន់អឺកុំឲ្យបងប្អូនខ្លះអត់ដែលដឹងថាគេភ្ញាស់ពងមាន់ភ្ញាស់មិនឥឡូវមកយកពងមាន់ប្រមូលពងមាន់ហើយបន្ទាប់ពីមាន់យើងពងបានមិនកំណត់ថ្ងៃទេប្រហែលថ្ងៃក៏បានតែនេះពងប្រហែលជាបាន6 7ថ្ងៃប្រមូលតែ3សបុកមួយកត្រកចឹងបន្ទាប់ពីយើងប្រមូលដាក់កត្រកហើយអ្នកខ្លះគេយកមកទុកនៅក្រៅ6ថ្ងៃ5 6ថ្ងៃតែខ្ញុំភ្លាមក៏បានដែរអត់ចាំបាច់ទុកទេប៉ុន្តែអត្រាភ្ញាស់វាអត់ភ្ញាស់ទាំងអស់ដែរភ្ញាស់បាន90% ជាងសល់2 3គ្រាប់ឯថា100គ្រាប់អញ្ចឹងទៅបាន90គ្រាប់ជាងឥឡូវយើងប្រមូលពងមាន់ពេញកត្រកហើយយកមកសរសេរថ្ងៃកាលបច្ឆេទឥឡូវយើងសរសេរថ្ងៃនេះថ្ងៃ29យើងសរសេរដាក់ហើយយើងដាក់ចូលក្នុងទូភ្ញាស់ហើយសរសេរកាត់ព្រោះដើម្បីបានមើលផងក៏ខ្ជិលថតយូរឲ្យដឹងអ្នកខ្លះអត់ដឹងហ្នឹងភ្ញាស់មិនអីមិនអត់មានអីបាក់ទេប្រមូលតែពងមាន់ហើយយកមកហើយអាណាប្រឡាក់អាចមាន់ទេយើងជូតតែអាចមាន់នៅក្នុងសបុកមិនងាយទេមិនសូវងាយប្រឡាក់ថាប្រឡាក់យើងជូតចេញអស់ទៅសរសេរថ្ងៃជាក់លាក់ថ្ងៃណាដែលយើងប្រមូលមកយើងដាក់ថ្ងៃទៅយើងដាក់ចូលក្នុងទូតិចទៀតដាក់ចូលក្នុងទូហើយទូនេះរបស់ខ្ញុំវាទូអូតូវាអំបិលវាអីខ្លួនវាមានទឹកអីខ្លួនវាយើងចង់បាញ់តិចតិចក៏ថែមក៏បានបាញ់ហុយពីលើបន្តិចក៏បានវាមានថ្ងៃចាស់ថ្ងៃថ្មីអញ្ចឹងប៉ុណ្្នឹងឯងវីដេអូបញ្ចប់